ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងគុណសម្បត្តិរបស់ចេកដែលល្អចំពោះសុខភាពក៏ដូចជាការជួយកាត់បន្ថយហានិភ័យខ្លះៗដែលកើតឡើងចំពោះសុខភាពរបស់យើងទៀតផងដោយដែលអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាផ្លែចេកគឺជាផ្លែឈើមួយយ៉ាងដែលយើងតែងតែបរិភោគទាំងឆៅស្ងោរនិងអាចធ្វើជានំហើយចេកគឺជាប្រភពសារធាតុចិញ្ចឹមយ៉ាងចាំបាច់សម្រាប់សុខភាពរបស់យើងតោះដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនាងខ្ញុំតាក់ទងជាមួយនឹងគុណសម្បត្តិរបស់ចេកដែលល្អចំពោះសុខភាពរបស់យើងសម្រាប់គុណសម្បត្តិទី1គឺជួយកាត់បន្ថយជំងឺមហារីកយោងទៅតាមការសិក្សាស្រាវជ្រាវក៏បានលើកឡើងថាឡាទីនដែលជាប្រូតេអ៊ីនដែលមាននៅក្នុងផ្លែចេកគឺអាចជួយបង្ការការលូតលាស់កោសិកាជំងឺមហារីកគ្រាប់ឈាមហើយឡាទីនក៏មានតួនាទីជាសារធាតុប្រឆាំងអូស៊ីតកម្មក្នុងការជួយកម្ចាត់ពពួករ៉ាឌីកាសេរីចេញពីរាងកាយព្រោះនៅពេលណាដែលរាងកាយរបស់យើងមានពពួករ៉ាឌីកាសេរីច្រើនកោសិកាខូចខាតក៏កាន់តែច្រើនដែលអាចបង្កឲ្យកើតជំងឺមហារីកហើយសម្រាប់គុណសម្បត្តិទី2គឺជួយកាត់បន្ថយជំងឺទឹកនោមផ្អែមសមាគមជំងឺទឹកនោមផ្អែមអាមេរិកក៏បានណែនាំឲ្យបរិភោគចេកក៏ដូចជាផ្លែឈើណាដែលមានជាតិសរសៃដែលការសង្កេតឃើញថាការបរិភោគអាហារដែលមានជាតិសរសៃគឺអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមដែលឡែកការសិក្សាមួយដែលបានធ្វើឡើងនៅឆ្នាំ2018ក៏បានលើកឡើងផងដែរថាការបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ក៏ដូចជាការកាត់បន្ថយកម្រិតជាតិស្ករក៏ដូចជាការកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមស្រាប់សម្រាប់គុណសម្បត្តិទី3គឺជួយកាត់បន្ថយជំងឺហឺតការសិក្សាមួយដែលបានធ្វើឡើងនៅឆ្នាំ2017ក៏បានប្រយោជន៍បល់ថាការបរិភោគចេកក៏អាចជួយបង្ការអាការៈពិបាកដកដង្ហើមចំពោះក្មេងដែលមានជំងឺហឺតដោយសារតែសារធាតុប្រឆាំងអូស៊ីតកម្មនិងសារធាតុប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការរកឃើញនេះនឹងត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីឲ្យកាន់តែច្បាស់លាស់បន្ថែមពីនេះនៅឆ្នាំ2014អ្នកស្រាវជ្រាវក៏បានសង្កេតឃើញដែរថាកុមារដែលបរិភោគចេកក៏ដូចជាទឹកក្រូចស្រស់មានហានិភ័យទាបនឹងជំងឺមហារីកគ្រាប់ឈាមហើយអ្នកស្រាវជ្រាវក៏បានលើកឡើងផងដែរថាទាំងអស់នេះគឺអាចមកពីវីតាមីន C ដែលមាននៅក្នុងផ្លែឈើទាំងនោះគឺមានផ្ទុកនូវសារធាតុប្រឆាំងអូស៊ីតកម្មហើយសម្រាប់គុណសម្បត្តិទី4គឺជួយកាត់បន្ថយនៅសម្ពាធឈាមសមាគមជំងឺបេះដូងអាមេរិកក៏បានលើកទឹកចិត្តឲ្យជួយកាត់បន្ថយអាហារណាដែលមានជាតិប្រៃក៏ដូចជាសារធាតុសូយ៉ូនិងងាកមកបរិភោគអាហារណាដែលមានជាតិប៉ូតាស្យូមវិញដោយសារតែសារធាតុប៉ូតាស្យូមគឺអាចជួយគ្រប់គ្រងនៅសម្ពាធឈាមក៏ដូចជាការជួយកាត់បន្ថយសម្ពាធនៅក្នុងប្រព័ន្ធសរសៃឈាមបេះដូងហើយនឹងប៉ូតាស្យូមនេះគឺមានច្រើនជាពិសេសនៅក្នុងផ្លែចេកសម្រាប់គុណសម្បត្តិទី5គឺល្អចំពោះសុខភាពបេះដូងផ្លែចេកមានជាតិសរសៃប៉ូតាស្យូមអាស៊ីហ្វ្លូលេតនិងសារធាតុប្រឆាំងអូស៊ីតកម្មដូចជាវីតាមីន C ដែលអាចជួយទ្រទ្រង់ទៅដល់សុខភាពបេះដូងហើយការសិក្សាមួយដែលបានធ្វើឡើងនៅឆ្នាំ2017ក៏បានរកឃើញផងដែរថាអ្នកដែលបរិភោគអាហារដែលមានជាតិសរសៃខ្ពស់គឺមានហានិភ័យទាបនឹងជំងឺបេះដូងជាអ្នកដែលបរិភោគអាហារដែលមានជាតិសរសៃតិចព្រោះអ្នកដែលបរិភោគអាហារមានជាតិសរសៃខ្ពស់គឺអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់អាក្រក់ចេញពីរាងកាយសម្រាប់គុណសម្បត្តិទី6គឺការចងចាំក៏ដូចជាការគ្រប់គ្រងអារម្មណ៍ផ្លែចេកមានផ្ទុកនូវសារធាតុត្រីត្រូផាន់ដែលជាអាស៊ីតអាមីណូដែលអាចជួយរក្សាការចងចាំក៏ដូចជាការបង្កើនសមត្ថភាពក្នុងការរៀននិងការគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អសម្រាប់គុណសម្បត្តិទី7គឺអាចជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារដោយសារតែផ្លែចេកមានផ្ទុកនូវជាតិទឹកនិងជាតិសរសៃដែលអាចជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារចេកត្រូវបានលោកគ្រូពេទ្យណែនាំឲ្យបរិភោគនៅពេលរាករូសផងដែរហើយនៅពេលដែលយើងរាកគឺយើងបាត់បង់ជាតិទឹកនិងអេឡិត្រូលីតដូចជាសារធាតុប៉ូតាស្យូមហើយផ្លែចេកគឺអាចជួយបំពេញនូវសារធាតុទាំងអស់នោះបានការសិក្សាមួយដែលបានធ្វើឡើងនៅឆ្នាំ2012ក៏បានលើកឡើងផងដែរថាអាហារដែលមានជាតិសរសៃខ្ពស់គឺអាចធ្វើឲ្យយើងហើមពោះនិងរមូរពោះសម្រាប់អ្នកដែលមានជំងឺរលាកពោះវៀនប៉ុន្តែផ្លែចេកគឺអាចធ្វើឲ្យអាការៈទាំងអស់នេះល្អប្រសើរឡើងចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello Group Pet ចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ